ok sự sự từng này là đi nhầm bàn châu lạnh muối muốn năng vì là đo bay từng đọc lại được khơi hàng lớn đấy vì là còn là tròn bắp hot tuổi để sao nhầm bàn mơ confirm time frame đúng không anh ấy cái chị bảo sao thay bao nhiêu mấy anh chỉ tha chỉ fair không cả group rong ràm để sao nhầm khơi sao vì sát bàn tay bàn chạy mơ time frame đúng không chẳng thua ao bọc lang này rồi mơ nhầm bàn SL nè đang bay đọc lại chiên chất buồn đọc lại chẳng cứ fair từ lừa rầm bao nhiêu mùi xa đấy nhưng khơi những cứ khơi thòng lại nè khơi xa đang vì không tham frame tí vì miền volume hay ACD ban cắt khnia bàn tay chạy đòn ấy mà to thầm đi vì fade out mà fade out xa họ lang từ lừa mà tầm hằng này họ lang đọc lấy chuyện tại ở đây tới dương rong cha mơ tha ta ở dương cụ cắt khát thòng ná rồi co và to hold vô hồ profit mà mình chẳng ấy dương lệnh mơ mà không tham frame mình tí vị bàn và tranh ACD tùm rong tục tà lạiហើយ5នាទី ACD កំពុងតែនៅមានកម្លាំងធំកម្លាំងបាយធំហើយចំពោះ15នាទីវាទើបតែបង្កើតលំហូរទូចមួយទេលំហូរ up trend ដែលវាត្រូវឡើងហ្នឹងហើយអញ្ចឹងហើយដែលសំខាន់យើងត្រូវផ្អែកមើលសង្កេតមើលទាំងអស់ព្រោះផ្សារដែលយើងតាមចូល fair អញ្ចឹងយើងត្រូវតាមដានមើលឲ្យច្បាស់មែនតើយើងសុខចិត្តខាតដំណើរឬក៏ចំណេញដំណើរអាហ្នឹងយើងពេលហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើឲ្យដល់ចប់ហើយបង្ហាញលទ្ធផលថាតើវាបែបម៉េចទៅវិញអញ្ចឹងហ្នឹងហើយអញ្ចឹងចាំមើលតិចទៀតខ្ញុំនឹងបង្ហាញលទ្ធផលពេលដែលគួរតែកាត់ខាតឬក៏បន្តហូរយកចំណេញហ្នឹងហើយព្រោះឥឡូវផ្សារឡើងដល់210លេខហើយអញ្ចឹង210លេខយើងក៏ដូចជាមិនតន់ជាមានអីកនសង្កល់ដែរផ្សារនៅកំពុងតែវាចង់បត់ចុះក្រោមប៉ុន្តែវាមានកម្លាំងបាយខ្លាំងតែមិនដឹងថាមកពីព័ត៌មានឬក៏ស្អីខ្ញុំអត់ដឹងទេព្រោះខ្ញុំអត់បានឆែកដែរអញ្ចឹងចាំមើលទាំងអស់គ្នាតទៅមុខទៀតហើយតិចទៀតខ្ញុំនឹងបង្ហាញបន្តទៀតណាថាយើងគួរកាត់ខាតឬក៏ចំណេញហ្នឹងហើយ2000 years later ហ្នឹងហើយទាំងអស់គ្នាឥឡូវនេះយើងមកតវីដេអូគឺលទ្ធផលរបស់យើងគឺ SL ហើយនេះគឺ SL ខាត4លេខទៅវិញអញ្ចឹង6លេខខាត4លេខទៅវិញគឺ no pay ហេអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺពេលដែលខ្ញុំចូលហ្នឹងអត់បានមើលអានេះគឺជាកំហុសធំមែនទែនពេលដែលចូលហ្នឹងអត់បានមើល confirm ទៅលើ1ម៉ោង30នាទី15នាទីមើលតែ5នាទីហើយចូលយកតែហ្មង fail ថងហ្នឹងបណ្ដោយហើយគូបដាក់ឡាប់យេតិចតួចមកម៉ែមើលផ្សារមើលវាឡើងអានេះចេះខ្ញុំមាន balance ធំមើលចុះបើ balance ខ្ញុំអត់ធំ recover វិញឃើញ23លេខពីកន្លែងដែលចូល order ហ្នឹងទៅលើគឺ23លេខហូរតាំងពីម៉ោង9មកណាធម្មតាណាចង់ថានេះខ្ញុំមាន balance បើសិនជាអត់មាន balance វិញណាដាច់តាំងពីណាពីណីបាត់ហើយហើយមូលហេតុដែលខ្ញុំហ៊ានហូរគឺខ្ញុំរៀងច្បាស់ដែរ1នាទីអត់ត្រូវអត់ដើរជាមួយទេ5នាទីក៏អត់ដើរជាមួយដើរ15នាទីណាឃើញទេដើរ15នាទីឃើញខ្ញុំរងចាំវាឲ្យវាឡើងតិចសិនទៅហើយផ្សារនឹងត្រឡប់មកវិញតែសោកស្ដាយដែរដែលវាអត់ត្រឡប់មកដល់កន្លែង entry យើងបើសិនដល់កន្លែង entry ខ្ញុំកាត់ចោលកន្លែង entry ហ្នឹងមកតែនេះពី position ចុងក្រោយគឺអត់បាន profit តែហ្មងហ្នឹងហើយអានេះខ្ញុំឡៃ level ពេកទៅអត់បានមើលវាមក CBE យើង BE ហ្នឹងយើងចំណេញ1រៀលទេបាទហើយផ្សារនេះកម្រងរបស់វាគឺចង់ឡើងទៅវិញផ្សារហ្នឹងឥឡូវនេះកំពុងចង់ឡើងទៅវិញមែនឃើញទេបើមាន confirm មួយ candle ទៀតនេះ5នាទីមួយ candle ទៀតបើសិនមានសកម្មភាពអីប្លែកខ្ញុំនឹងអាចចូលបាយអានោះបើសិនជាអាចប៉ុន្តែខ្ញុំប្រហែលជាអត់ទេទុកអាទិត្យក្រោយព្រោះឥឡូវនេះម៉ោង2នេះម៉ោង2ជាងហើយ2កន្លះយប់ចិត្តភ្លឺថ្ងៃថ្ងៃសៅរ៍អញ្ចឹងផ្សារត្រូវបិទអញ្ចឹងយើងអត់អាចហូលឬក៏ទៅលេងនៅក្នុងស្មាននឹងបានទេរងចាំ recover នៅច័ន្ទវិញអញ្ចឹងបើខ្ញុំចូលបាយយកធ្វើ5លេខដែលខ្ញុំខាតមកវិញបាទណាអូខេអញ្ចឹងសរុបឡើងវិញគឺលទ្ធផលយើងក្នុងថ្ងៃហ្នឹងគឺយើងចំណេញបាន$12ហើយ total profit របស់យើងគឺ total profit ហើយនឹង balance ដែលយើង deposit ចូលហ្នឹងគឺសំដៅគឺ$97បាទ$97ដោយសារយើងមុននឹងខាត$4អញ្ចឹងអត់អីទេខ្ញុំនឹង recover វិញបានទេ$4អត់បញ្ហាប៉ុន្តែកុំឲ្យ10 20អាហ្នឹងយើងពិបាក recover វិញបានបាទពិបាកមិនពិបាកអីព្រោះយើងលេងសំភ័យយើងមិននេះdeposit លុយវាយយកហ្មងអញ្ចឹងយើងពិបាកដែរហ្នឹងហើយអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេលេងនៅប្រុងប្រយ័ត្នទាំងអស់គ្នាកុំឲ្យមានបញ្ហា FOMO
ឬក៏បញ្ហា emotion ទៅលើអារម្មណ៍ខ្លួនឯងណាអញ្ចឹងប្រយ័ត្នប្រយែងមែនតើអរគុណច្រើនជួបមួយខ្ញុំវីដេអូក្រោយបាយ